រមែងមានដេកជាច្រើនអ្នកបូជាពធរមែងមានបញ្ញាច្រើនអ្នកបូជាប្រសងរមែងមានទ្រព្យធនច្រើនចុះដេកជានឹងស្អីគេដេកជាប្រែមកថាអំណាចភាពបង្អាតភាពខ្លាំងបកែដេកជាគឺដូចដេកជោចឹងដូចគេហៅសម្ដេចដេកជោនឹងមកពីមានដេកជាបោះសម្អាតហើយដល់គេជាយន្តហោះឬជិះឡានចុះមកមានប្រព័ន្ធឯងដែរគេគោរពខ្លាំងម្ល៉េះមកពីគេមានដេកជាយើងក៏អត់ដេកជាទៅណាគ្មានណាគេទទួលទេហើយមួយទៀតអ្នកមានដេកជានឹងអត់ដេកជាគេឲ្យឡើងមកនិយាយញ័រទៅត្រឹកញោមវេទិកាមួយចឹងទៅគេដាក់សិតតអ្នកធំនេះគេឲ្យយើងឡើងទៅនិយាយហើយយើងអត់មានខុសអីផងឡើងទៅញ័រត្រឹកចឹងមកពីអីមកពីដេកជាយើងវាតិចជាងគេចាញ់ដេកជាគេទៅក្បែរគេញ័រនិយាយអត់ចង់ចាញ់ទេណាញោមអាចារ្យខ្លះនិយាយពីហោនឹងក្រោមនឹងដល់គេឲ្យឡើងនិយាយលើវេទិកាសិតតអ្នកធំនៅក្រោយខ្នងមានឯណាមាត់គាត់ញ័រដូចត្រូវភ្លៀងអញ្ចឹងតាំងអាត្មាទៅញយដែរកាលមុនដូច្នេះគេថាមកពីអីមកពីចាច់ដេកជាគេដេកជាហ្នឹងគឺអំណាចបុណ្យហ្នឹងមនុស្សខុសៗគ្នាហ្នឹងដែលមានដេកជាខុសគ្នាតែនេះឧបមាថាមនុស្ស200នាក់កើតនៅលើផែនដីមួយទៅ200នាក់នេះប៉ុន្តែគេចង់បានម្នាក់ធ្វើស្ដេចគ្រប់គ្រងមនុស្សទាំង200នាក់ហ្នឹងអ្នកណាត្រូវបានធ្វើស្ដេចគឺមនុស្សមានដេកជាហ្នឹងត្រូវបានមកភូមិហ្នឹងគេត្រូវឲ្យមានមេភូមិមួយអ្នកគ្រប់គ្រងចុះអ្នកណាត្រូវបានធ្វើមេភូមិហ្នឹងគឺអ្នកមានដេកជាអញ្ចឹងអ្នកមានដេកជាបានជាមេគេជាប្រធានគេជាមេភូមិជាមេឃុំជាមេស្រុកជាមេខេត្តជារដ្ឋមន្ត្រីជាប្រធានាធិបតីជាប្រធានរដ្ឋជានាយករដ្ឋមន្ត្រីជាស្ដេចផែនដីនោះហើយអ្នកមានដេកជាហើយបើយើងអត់ដេកជាមានប្រព័ន្ធយើងដែរយើងអត់បានទេអ្នកខ្លះមិនត្រឹមវាស់មានទេវាស់ថ្ងៃខែឆ្នាំទៀតយកអ្នកធំមកអញកើតឆ្នាំប៉ុណ្ណឹងខែប៉ុណ្ណឹងថ្ងៃប៉ុណ្ណឹងដូចគ្នាមិនក៏អញនៅតកាយដីស្រែរហូតគេឡើងធំអស់ហើយថាមកពីយើងអត់ដេកជាវាត្រូវខែឆ្នាំគេមិនប៉ុន្តែអត់ដេកជាចុះដេកជាបានពីណាមកដេកជាមាន5ទី1គុណដេកជាមនុស្សណាដែលមានគុណបំណាច់ចំពោះមនុស្សជាតិឧបមាដូចស្រុកទេសមានភ័យអាសន្នអន់ក្រមនុស្សនឹងលះបង់ជីវិតជួយការពារប្រជាជនការពារស្រុកទេសហ៊ានលះបង់ទ្រព្យសម្បត្តិខ្លួនដើម្បីជួយដល់ប្រជាជនទូទៅជួយដល់មនុស្សទូទៅមនុស្សនឹងម្នាក់ដទៃគេស្រឡាញ់គេគោរពមនុស្សនឹងមានអំណាចធំទៅណាក៏គេគោរពគេស្រឡាញ់ឯងតែម្ដងនេះដេកជាកើតពីគុណដេកជាអ្នកធ្វើអំពើល្អបើសិនជាគេត្រូវការអ្នកគ្រប់គ្រងគឺគេឲ្យនៅនឹងចឹងបានគេតាណារឿងដេកជួមាសពីដើមណាដេកជួមាសពីដើមនេនមាសបួសទៅរៀននៅវត្តត្រៀលខេត្តកំពង់ធំត្រឡប់មកវិញលោកគ្រូឲ្យធ្វើការនៅវាំងដែរប៉ុន្តែខ្លួនបានឈប់ពីការងារមកទៅដេកនៅវត្តសំរោងតងខេត្តកំពង់ស្ពឺទៅមានពោះកាច់មាសរុំកទៅកូនសិស្សលោកទៅប្រាប់លោកក៏មកស្រោចទឹកឲ្យទៅពោះនឹងវាលាចេញវិញអកកនឹងនៅជាប់ស្នាមក្រហមទៅគេហៅថាដេកជួក្រហមកខ្លាយជានតាក្រហមកតែឈ្មោះដេកជួបរោរីកដេកជួមាសហ្នឹងគឺដេកជួក្រហមកហ្នឹងជួយប្រជាជនជួយស្រាប់តែអ្នកស្រុកអ្នកអីមានលបុលអីចេះទៅជួយដល់ពេលចវាយស្រុកធ្វើបុណ្យអីក៏ទៅជួយស្រាប់តែមិនយូរចវាយស្រុកសំរោងតងនឹងគាត់ស្លាប់ទៅគាត់ទៅជួយធ្វើបុណ្យនឹងទៀតមានអ្នកស្រុកសំរោងតងគេប្រកាសថាមនុស្សនេះជួយប្រជាជនសុំតវ៉ាឲ្យបានធ្វើការងារទីបំផុតដែលជួមាសគេលើកឡើងជាអញ្ញាគេលើកឡើងជាដេកជួការពារស្រុកហ្នឹងហើយគាត់ក៏ជួយរហូតដល់ជនជាតិភាគតិចយកដេកជួយតនោះយកអាចទិញគេឈ្មោះយតនោះទិញពីជនជាតិភាគតិចយកមកបង្ហាត់បង្រៀនស្រឡាញ់ដោយកូនទីបំផុតឲ្យគ្រប់គ្រងនៅដែនខាងកំពង់ស្វាយកំពង់ធំឯនោះទៀតចឹងទៅគាត់ជួយសង្គមជាតិបានគេលើកដង្កើងគាត់ហើយគាត់ជួយការពារកាលនោះមានស្ដេចថ្លើមយើងព្រាមត្រាំងព្រាមបាទីនេះក៏បង្កើតស្ដេចថ្លើមហើយពុចេះធ្មប់មានធ្មប់60នាក់នៅហ្នឹងចេះព្រៀបអង្គចេញសិទ្ធិមេអ៊ុម៉ាល់ទៀតបានដេកជួមាសដេកជួយតហ្នឹងមកប្រក្រាបដើម្បីឲ្យផែនដីយើងមានសុខសន្តិភាពវិញដោយសារគេឃើញគាត់មានគុណបំណាច់អញ្ចឹងបានគេលើកដង្កើងកម្លាំងយុះដល់គាត់យើងនៅនេះអាហ្នឹងគេហៅថាគុណដេកជាមួយទៅហើយមួយទៀតសីលដេកសេចក្តីជាមនុស្សមានសិលនិយាយតាមានសិលទៅណាក៏គេគោរពដែរមនុស្សក៏គេគោរពដែរញោមវិញញោមមានសិលគេជូនទឹកហូបគេជូនបាយហូបគេស្ទះគេថ្វាយអង្គមទៅណាមកណាគេគោរពសំបីតែខ្មោចក៏គោរពព្រាយក៏គោរពទេវតាក៏គោរពញោមដែរញោមអ្នកសិល5សិល8ជាពិសេសដើរតាមដើមឈើទៅញោមកាន់សិល8មានទេវតាមានអីនៅពីលើហ្នឹងមានព្រាយនៅពីលើហ្នឹងមានព្រាយមានអីនៅពីលើហ្នឹងវាហោះបាត់ហើយវាកិច្ចចេញអស់ហើយដោយសារអីវាខ្លាចវាសាល់តិចជាងញោមអត់ហ៊ាននៅពីលើទេញោមដើរយប់ស្ងាត់ទៅក្រោមដើមឈើព្រាយវាឃើញហោះប្រចប៉ុន្តែឯងនេះឃើញភ្លើងព្រាយរត់គេដែរតាមព្រឹកព្រាយតាមពិតព្រាយវាខ្លាចយើងសោះប៉ុន្តែយើងឃើញតែភ្លើងរត់គេដែរ
តែគេគ្រប់គេខ្លាចយើងតែគេរត់គេឃើញយើងសិល8ហើយអ្នកដែលមានសិលគេគោរពកោតខ្លាចអញ្ចឹងនេះមានដេកជះមួយដែរតែមានសិលគេហៅថាសីលដេកជះញ៉ឹមមើលគេណាមួយទៀតគេហៅថាបញ្ញាដេកជះបញ្ញាដេកជះហ្នឹងមនុស្សដែលមានបញ្ញាឆ្លាតពីដើមមកក្មេងក្បីជាមួយយើងឯងញោមញាតខ្លះគាត់ចាំគាត់ថាលោកនេះលោកនោះពីដើមចាំក្បីជាមួយខ្ញុំរៀនមកខ្ញុំឥឡូវគេឡើងធំអស់លេងខ្ញុំអត់ប៉ុន្តែគេមានបញ្ញាឆ្លាតគេទៅរៀនទៅបកកែរហូតដល់រាជការគេទុកចិត្តមនុស្សហ្នឹងគេបកគលការងារឲ្យធ្វើទៅចេះតែធ្វើកើតទៅឡើងលៀបឡើងយល់ឡើងសាក់ឡើងធំទៅដោយសារគេមានបញ្ញាដូចជាតួអង្គក្នុងរឿងយើងដូចជាចៅសុបសិទ្ធទៅណាញោមសុបសិទ្ធមិនមែនកូនស្ដេចទេកូនសេដ្ឋីទេប៉ុន្តែទីបំផុតបានកូនប្រសាស្ដេចព្រោះអីសុបសិទ្ធមានបញ្ញាខ្លាំងណាស់គេត្រូវទៅយកទៅដើម្បីជួយប្រទេសជាតិហើយយើងមើលមហោសថអីស្រអ្នកមានបញ្ញាឆ្លាតគេត្រូវការអ្នកមានបញ្ញាយ៉ាងហោចធ្វើទីប្រឹក្សានៅពីក្រោយខ្នងដែរអញ្ចឹងអ្នកមានបញ្ញាត្រូវតែមានដេកជះមួយទៀតដេកជះមួយទៀតកើតឡើងមកគេហៅថាធម្មដេកជះធម្មដេកជះកើតឡើងដោយសារអ្នកមានធម៌អ្នកគោរពធម៌អ្នកបប្រតិបត្តិធម៌ឧបមាដូចប្រសង់កាលមិនតាន់បួសកូនអ្នកស្រែចាំគោចាំកបីវាយកូនកលន់តន់ដូចតែគ្នាហ្នឹងហើយដល់ឥឡូវស្រាប់តែមកបួសទៅរៀនធម៌រៀនបប្រតិបត្តិធម៌ស្រាប់តែគេលើកតម្កើងធ្វើអនុគុណមេគុណឋានៈឆ្មាអនុគុណឋានៈស្មៅជាវាយស្រុកហើយមេគុណឋានៈស្មៅជាវាយខេត្តហើយរាជាគណៈឋានៈស្មៅអុកញ៉ាហើយដល់រាជាគណៈឋានៈឯកឋានៈតោឋានៈអីនោះឡើងដល់ស្ដេចតាប់ហើយញោមមើលហើយមិនក៏លោកឡើងឋានៈធំមកពីលោកមានធម៌មកដេកជះគឺលោកមានធម៌នឹងខ្លួនខំរៀនខំបប្រតិបត្តិលោកឡើងដេកជះតាមនឹងហើយមួយទៀតគេហៅថាបញ្ញដេកជះដោយសារមនុស្សនឹងមានបុណ្យពីធម្មជាតិកើតមកគេរុញឲ្យកើតតកូលអ្នកធំគេរុញឲ្យកើតតកូលខ្ពង់ខ្ពស់គេឲ្យកើតមកមានបញ្ញាគេឲ្យកើតមកឆ្លាតហ្មងហើយចុះអ្នកកសាងអីបានកើតមកចំកូនអ្នកធំកើតមកឆ្លាតមានយុស័ក្តិអ្នកកសាងព្រះដែលហៅថាពុទ្ធបូជាមហាដេជូនរណាគោរពបូជាពុទ្ធកើតឡើងក្នុងតកូលអ្នកធំតកូលអ្នកមានតកូលអ្នកស្ដុកស្ដំឬក៏អ្នកប្រាជ្ញអ្នកមានបញ្ញាឧបមាមនុស្សកើតឡើងម្នាក់នេះកសាងព្រះបានតែ2អង្គឯងអញ្ចឹងអ្នកឯងត្រឹមមេភូមិទៅខ្ញុំមិនដែរមេឃុំពួកខ្ញុំកសាងបាន10អង្គហើយដល់ពេលម្នាក់ទៀតថាឯង10អង្គខ្ញុំមិនដែរ20អង្គអញ្ចឹងឯងមេភូមិខ្ញុំមេស្រុកដែលជាខ្ញុំលើសឯងឯថាឯង20ខ្ញុំម្នាក់30អង្គអញ្ចឹងខ្ញុំមេខេត្តនោះដេកជះទៅខ្ពស់ជាងគ្នាខ្ញុំម្នាក់100អង្គនោះឯងឧត្តមប្រោយទៅរដ្ឋមន្ត្រីទៅហ្មងទៅគេណាដេកជះវាឡើងតាមនឹងអញ្ចឹងដេកជះកើតមកពីគោរពបូជាព្រះអង្គមាន2ប្រភេទអាមិសបូជានិងធម្មបូជាអាមិសបូជាដោយចំណាយលុយកាក់ធ្វើជារូបព្រះទិញផ្កាទិញភ្ញីទិញអីយកមកថ្វាយហើយដល់តបដិបត្តិបូជាធម្មបូជាគឺបូជាដោយធម៌បដិបត្តិគឺយើងធ្វើតាមព្រះរសាសិលឲ្យទានធ្វើល្អគោរពតាមពាក្យអាវត្តរបស់ព្រះអានឹងគេហៅថាយើងធ្វើដំណើរបូជាព្រះហើយលះបង់ទ្រព្យសម្បត្តិលះបង់ការនឿយហត់លះបង់ចិត្តកំណាញ់លះបង់ចិត្តអាក្រក់លះបង់ចិត្តមួម៉ៅគំនិតកំរិតនៃកំណាញ់កំរិះអីមកធ្វើស្លូតប្រភេទរៀបសារតាមបញ្ជារបស់ព្រះព្រះអង្គឲ្យយើងធ្វើស្លូតអញ្ចឹងទៅយើងមានមេត្តាមានអីយើងធ្វើតាមព្រះមនុស្សនឹងមានដេកជះញោមចំណាំមើលមនុស្សណាគោរពគេគោរពនៅនឹងណាបូជាគេបូជានៅនឹងបូជាកោលលភតេបូជាណាបូជាគេបូជានៅនឹងវិញហើយបើនៅក្នុងធម៌សភៅធានវរៈយើងហ្នឹងនៅក្នុងយ៉ាងកញ្ចារមណង្គនៅក្នុងធម៌បាំងស្គលឯហ្នឹងលោកសម្ដែងថាបើយើងមុននឹងធ្វើបុណ្យអីយើងគោរពហៅអញ្ជើញទេវតាសិនក៏លបុតប្រពនៅហេតុមានមេត្តាបៃតាជាអារម្មណ៍ដំបូងឡើយត្រូវអញ្ជើញទេវតាត្រូវហៅទេវតាសិនជាពិសេសទេវតានៅទីទាំងឡាយមានទីផ្ទះជាដើមហើយនឹងស្ដេចចតុឡោកបាលទាំង4ព្រោះកុំឲ្យភ្លេចព្រោះទេវតានឹងដឹងថាម៉ែឪដូនតាយើងស្លាប់ទៅកើតឯណាទេវតានឹងដឹងថាម៉ែឪយើងនៅឯណាទេវតាអ្នកថែរក្សាពុទ្ធឲ្យបានត្រាស់ទេវតានឹងអ្នកជួយបានជាក្នុងធម៌លោកសោតនឹងចុងក្រោយគេថាទេវតាតំណងពេលយើងបូជាអ្នកដែលបូជានឹងមិនមែនអត់ផលទេគឺបានផល្លានិសង្ឃជាប្រកបហើយទេវតានឹងស្រឡាញ់រាប់អានថែរក្សានៅនឹងវិញខ្ញុំមើលគេណា
ហើយអ្នកខ្លះមិនដែលគ្រប់មិនដែលបូជាទេហើយតាំងមានបញ្ហាមិនចេះចប់ឯជិះម៉ូតូគ្រោះថ្នាក់ជិះឡានគ្រោះថ្នាក់ទៅនេះគ្រោះថ្នាក់ទៅនោះគ្រោះថ្នាក់អាគេគ្រប់បូជាគេដោះឆាប់គេបប្រតិបត្តិគេដោះមុខទៅឯណាគេគោរពសូម្បីតែបត់ដៃបត់ជើងក៏គេខ្សឹបស័ព្ទសមម្ចាស់ទឹកម្ចាស់ដីដែរមនុស្សអញ្ចឹងណាទេវតាថែអាសាទៅណាក៏សុខដែរញោមហើយទៅណារៀងចងាញច្រើនតែមកវិញបានតែឆ្អឹងទេណាញោមណាអញ្ចឹងអ្នកទៅណាក៏ដោយបើថាចេះគោរពមកវិញអាយុវែងហើយតែប្រមាថលោកប្រាប់ហើយពុទ្ធថាប្រមាថទុំមជ្ឈនូបទាំងអ្នកណាប្រមាថអ្នកនឹងកំពុងតែឈានជើងចូលទៅកាន់ផ្លូវនៃសេចក្តីស្លាប់អញ្ចឹងកុំប្រមាថគោរពទៅទេវតាតាមថែអាសានៅនឹងហើយក្នុងមង្គលសូត្រលោកថាការបូជាដល់បុគ្គលដែលគួរបូជាឈ្មោះថាមង្គលដល់ឧត្តមអញ្ចឹងយើងចំណាយគោរពកសាងព្រះតាមបានបុណ្យបានអានិសង្សយ៉ាងណានោះញោមឲ្យលោកថាអានិសង្សមហាដេជោមហាបញ្ញោមហត្តនោមហាភោគោមហាដេជោមានដេជះច្រើនបានលៀបបានយោះបានជាប្រធានជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានាធិបតីប្រធានរដ្ឋឬក៏ជាស្ដេចឬក៏ជាអ្វីដែលមេគេដែលមានដេជះជាងគេមហាភោគោមានភោគសម្បត្តិចាយវិញមិនខ្វះមានដីមានធ្លីមានផ្ទះសម្បែងទ្រព្យសម្បត្តិមហត្តនោមានមហត្តរិទ្ធច្រើនសូម្បីអមនុស្សខ្មោចព្រាយក៏ខ្លាចសត្រូវណាក៏មិនអាចមានបានដែរហើយមហាបញ្ញោមានបញ្ញាច្រើនអញ្ចឹងទៅណាមកណាក៏មានបញ្ញាឆ្លាតរៀនសូត្រអីក៏ប្រកែហើយសពថ្ងៃនេះកើតមកទៅទេដូចគ្នាទេណាញោមអត់មានយកអីមកទេប៉ុន្តែអ្នកមានបញ្ញាធ្វើឲ្យទៅជាអ្នកមានបានកើតមកដៃទៅទេដូចគ្នាទេអ្នកមានទ្រព្យសម្បត្តិដោយសារគេមានបញ្ញាអញ្ចឹងបានមហត្តនោមហាភោគោមហាបញ្ញោមហាដេជោនឹងហើយអ្នកកសាងព្រះបានរំលឹកអញ្ចឹងនឹកឃើញបរោះម្នាក់គាត់រកស៊ីចំនួនតាមផ្លូវទៅស្រាប់តែឃើញព្រះពុទ្ធរូបមួយអង្គនរណាគេវាយបាក់ម្រាមពហោះគាត់ជ្រះថ្លាណាគាត់ឈប់ហើយគាត់កាយដីឥតមកបិទលាងឲ្យស្អាតបិទជួសជុលម្រាមដៃនឹងឲ្យបោសសម្អាតជុំវិញនឹងលាយដីឥតជាមួយនឹងប្រេងល្ងរួចហើយក៏ជួលក្មេងគូក្មេងកបីនឹងឲ្យលុយឲ្យបោសសម្អាតរាល់ថ្ងៃទៅចាំឲ្យលុយដោយសារគាត់ជួសជុលពុទ្ធរូបគាត់ជ្រះថ្លាប៉ុណ្ណឹងណាញោមស្រាប់តែគាត់ទៅរកស៊ីចំនួននឹងចេះតែមានអូយមានរហូតដល់តែគាត់ស្លាប់ទៅកើតឋានសួគ៌នោះអស់កាលយូរជាទេវបុត្រដល់តែចុះត្រឡប់មកវិញដេកជះវារុញមកឲ្យកើតកូនស្ដេចបានឡើងសោយរាជបានជាស្ដេចឡើងសោយរាជមានម្រាមដៃទឹកញោមម្រាមដៃទឹកហ្នឹងគោកបីតម្រៃសេះសัตว์កាចប៉ុណ្ណាដោយទៅយកម្រាមដៃហ្នឹងទៅជាងអល់សัตว์ហ្នឹងវាចាញ់ច្រាបអាម្រាមដៃហ្នឹងព្រោះលោកមានម្រាមដៃទឹកពេលនោះមានស្ដេច101នគរលើកទ័ពមកវាយទៅដើមនគរនឹងចង់យកធ្វើចំណោះអាមាត្យភ័យណាស់ថាព្រះអង្គហើយគេលើកទ័ពមកហើយចង់ចេញទៅច្បាំងស្ដេចទុកថាមិនបាច់ទេទុកឲ្យយើងទៅម្នាក់ឯងបានហើយបានចេញទៅដល់ចេញទៅយកតែម្រាមដៃចង្អុលទ័ពតម្រូវទ័ពសេះស្លាប់រដុករណែលពេញនឹងទាំងអស់ហើយដល់ទៅពួកតម្រៃសេះបោលជន់គ្នាទៅទ័ពដែលនៅរស់ស្ដេចដែលនៅរស់រត់មកថ្វាយអង្គមព្រះអង្គឲ្យព្រះអង្គសូមទុកជីវិតឲ្យខ្ញុំផងកុំធ្វើបាបខ្ញុំព្រះអង្គទុកជីវិតឲ្យខ្ញុំផងបានស្ដេចនឹងប្រាប់ថាយើងមិនធ្វើបាបណាឯងទេប៉ុន្តែសូមឲ្យណាឯងកុំបៀតបៀនគេចាប់ពីថ្ងៃនេះទៅកាន់សិល5ទាំងអស់គ្នាស្ដេចទាំង101នគរនោះចោះចូលជាបរិវារស្ដេចនឹងមាននាមថាវត្តតាំងគុលរាជមានម្រាមដៃទឹកដោយសារអានិសង្សកសាងព្រះឥឡូវធំលើសស្ដេច101ទៀតយើងមើលឃើញដែរដោយសារអានិសង្សកសាងត្រឹមតែម្រាមដៃមួយផងហើយចុះតម្រាំយើងទាំងម្រាមជើងទាំងម្រាមដៃទាំងមូលអីទៀតនោះបានអានិសង្សប៉ុណ្ណាញោមណាអញ្ចឹងបាននិទានមួយទៀតណាមានចេតិយមួយពីដើមគេបិទមាសគេបិទប្រាក់ហើយក៏ស្រាប់តែគេស្ដាច់ជំនាន់ក្រោយមិនជ្រះថ្លានឹងចេតិយនឹងវាយចេតិយនឹងចោលបកមាសបកប្រាក់យកខ្ទេចខ្ទីអស់បរោះម្នាក់ហ្នឹងគាត់ឃើញចេតិយនឹងខ្ទេចខ្ទីអញ្ចឹងគាត់ទៅសុំស្ដេចព្រះអង្គឲ្យខ្ញុំព្រះអង្គសុំអនុញ្ញាតជួសជុលចេតិយនឹងឡើងវិញស្ដេចក៏ថាណែជួសជុលឲ្យជួសជុលចុះដល់តែជួសជុលឲ្យគាត់ជ្រះថ្លាគាត់ជាវរូបព្រះយកមកដាក់នៅនឹងដល់ដាក់រូបព្រះឲ្យគាត់ជ្រះថ្លានឹងរូបព្រះនឹងណាគាត់ថ្វាយអង្គមព្រះនឹងដោយសេចក្តីជ្រះថ្លាញោមមកស្លាប់ពីនឹងទៅគាត់ទៅកើតក្នុងឋានសួគ៌អស់កាលយូរដល់តែចុះពីឋានសួគ៌មកវិញបានកើតជាកូនស្ដេចរបស់អសោកញោមមើលឈ្មោះថាកុណាលរាជកុមារមានរូបឆោមលោមពណ៌ល្អដាច់គេស្អាតគេជំនាន់ស្អាតជាងគេជំនាន់នោះដោយសារអានិសង្សកសាងព្រះនឹងញោមមើលឃើញដែរបានរំលឹកពីប្រពុតយើងនេះប្រពុតយើងសូត្រទៅអ្នកស្មោតសូត្រពណ៌តុងសាសនាណាអាពណ៌មាសមុនគេហ្នឹងកើតឡើងដោយសារអីញោមពណ៌មាសហ្នឹងរស្មីពណ៌លឿងណាកើតឡើងដោយសារអី
រស្មីពណ៌លឿងនោះណាកាលដែលត្រង់អាសាច់ថែធ្វើមាសបិទប្រពុតរូបល្អអោភាសប្រអិនជាងមាសត្រង់វ័យបណ្ឌិតអញ្ចឹងមែនទេញោមរឿងប្រពុតយើងនៅក្នុងគម្ពីរចរិយាបៃដកលោកបានបញ្ជាក់ថាព្យាមបភាសទាមយហង្សតថាគតមានរស្មីមកព្យាមចេញពីខ្លួនគ្រប់ពេលរស្មីពណ៌មាសហ្នឹងហើយហេតុអីបានចេញរស្មីពណ៌មាសមកពីជាតិមុនហ្នឹងព្រះអង្គធ្លាប់កសាងប្រពុតរូបញោមចង់ស្ដាប់រឿងប្រពុតដែលអាសាច់ថែធ្វើមាសហ្នឹងឬអត់ញោមចង់មែនណាបើចង់បានសម្ដែងបើមិនចង់ខ្ជិលនិយាយវែងពីដើមឡើយមកមានពរាជាពីរពួកម៉ាក់គ្នាពរាជាមួយជ្រះថ្លារសាសិល5ចាំសិល8ពរាជាមួយទៀតមិនដែលធ្វើបន់សិនទៀននេះហើយពរាជាដែលរសាសិលនេះក៏នឹកថាស្ដេចមិត្តភក្តិអញនេះកើតមកបានជាស្ដេចដោយសារបនចាស់ពីមុនមកទេហើយឥឡូវនេះគិតតែពីដើរលេងស្រីស្រាពាលាភ្នាល់គ្នាអត់បានការចាំមើលតែសគុតអស់បនពីស្ដេចទៅនរកប្រែតគ្មានថ្ងៃត្រឡប់មកវិញទេអាណិតពួកម៉ាក់ណាគ្នាកើតមកមនុស្សមួយជាតិគេដែរអត់យល់បនអត់យល់អីត្រឡប់ទៅនរកប្រែតវិញបើអញ្ចឹងចង់ជួយពួកម៉ាក់ញើមកឲ្យកសាងរូបព្រះមួយឲ្យស្អាតផ្ញើទៅពួកម៉ាក់ដល់កសាងរួចហើយទៅថ្វាយគុំព្រះអង្គថាព្រះអង្គហើយទៅទូលមានពួកម៉ាក់ខ្ញុំព្រះអង្គនឹងមួយផងឲ្យគាត់ចេះធ្វើបន់ធ្វើទានគេកុំឲ្យទៅនរកប្រែតអីហើយក៏ដាក់ព្រះនៅក្នុងប្រអប់បិទឲ្យស្អាតផ្ញើទៅឲ្យស្ដេចឯណោះស្ដេចនគរផ្សេងនោះឮទៅថាគេផ្ញើប្រអប់មកហ៎អាខ្មែរយើងថាគេផ្ញើកដោមកហ៎ប្រហែលជាបានស្រាឆ្ងាញ់ហើយអានហ្នឹងណាស្រាឆ្ងាញ់មកពីនគរហ្នឹងស្រាឆ្ងាញ់ហើយទៅទទួលសិនចោះលុយទឹកទៅទទួលពីសំពៅលើកមកប្រអប់នេះធ្ងន់ណាស់ប្រហែលជាស្រាឆ្ងាញ់មែនស្រាល្អបើកប្រអប់ឡើងឃើញព្រះដូរទឹកមុខទៅមកហីផ្ញើស្អីផ្ញើព្រះស៊ីអីកើតផឹកអីកើតផ្ញើរូបអញ្ចឹងមកខឹងហ្មងស្រាប់តែព្រះហ្នឹងងើបចេញពីប្រអប់ហោះឡើងលើអញ្ចឹងហោះឡើងមកលឿនមកចេញឈរប៉ុនរាំងសៃព្រិចអីនេះសឡាំងកាំងហាហើយព្រះក៏ប្រកែម្លេះលិតជង្គង់ថ្វាយគុំអព្រះអង្គហើយព្រះអង្គជ្រះថ្លានឹងព្រះហ្នឹងហាក់ដូចជាព្រះមករំលឹកធ្វើឲ្យគាត់ពិចារណាឃើញព្រះមកទូមានអញមែនអញមកជាតិនេះអត់ដែលធ្វើបុណ្យសន្តានទេឥឡូវព្រះអង្គមកទូមានអញហើយអញ្ចឹងថ្វាយគុំព្រះអង្គហើយសុំគោរពព្រះអង្គចាប់ពីពេលនេះទៅរសាសិល5គេដែរខំធ្វើបុណ្យធ្វើទានថ្វាយគុំចាប់ផ្ដើមធ្វើបុណ្យចាប់ផ្ដើមស្ដាប់ធម៌ចាប់ផ្ដើមយល់ធម៌ចេះដឹងដល់តែយល់ធម៌ចេះដឹងនឹកឃើញពួកម៉ាក់អញចេះដឹងធម៌អញខំធ្វើល្អឲ្យប្រជារាស្ត្រស្រឡាញ់អញផងហើយអញអនាគតទៅនឹងបានកើតមកជាមនុស្សជាស្ដេចទៀតអីអញ្ចឹងដោយសារមិត្តភក្តិខាងនោះបើអញ្ចឹងអញកសាងព្រះមួយដែលធំជាងនឹងទៀតដល់កសាងព្រះហើយបែកគំនិតអាចុកបាត់មាសស្អាតក៏ប្រកាសប្រជាជនហ៎បងប្អូនអើយយើងធ្វើព្រះបាត់មាសពីណាមានមាសចង់មកបាត់មកស្រាប់តែពពោធិសត្វយើងហ្នឹងទៅសុំគេបាត់តែហ្មងទៅសុំគេបាត់ព្រះជាថាអញស្ដេចគួរតែបិទមុនគេហើយបើឲ្យវាមកបិទមុនវាមិនកើតប៉ុន្តែអញប្រកាសអញ្ចឹងខកដល់ឥឡូវគេមកបិទហើយថាអញ្ចឹងខាមគេក៏មិនកើតអញ្ចឹងដូរពាក្យវិញថាអញ្ចេះឯងចង់យកមាសមកបិទនេះកន្លែងត្រូវបិទឲ្យសុំព្រះបើព្រះអង្គឲ្យបិទចាំបិទបើព្រះអង្គមិនឲ្យបិទទេកុំបិទធ្វើអញ្ចឹងដើម្បីកុំឲ្យបិទកើតពពោធិសត្វយើងហ្នឹងនៅវិជាតិនោះទៅថ្វាយអង្គមព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គសូមអនុញ្ញាតបិទមាសប៉ុន្តែក្នុងភាសាក្នុងកាពីគេថាទឹកមាសទឹកហ្នឹងគេយកទៅផ្ទុកជាមួយអញ្ចឹងណាបិទមាសយើងហៅងាយស្ដាប់ហើយថ្មចេះនិយាយអីញោមថ្មនោះទៅសុំអញ្ចឹងព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គសូមបិទមាសក៏ស្រាប់តែទេវតានៅក្បែរនោះចូលលបងចូលក្នុងថ្មនឹងភ្លុចធ្វើឲ្យព្រះអង្គថ្មចេះនិយាយមាននោះណែអ្នកឯងយកមាសមកបិទយើងចុះស្ដេចដល់ឃើញព្រះថ្មចេះនិយាយស្រឡាំងកាំងថ្មហេព្រះចេះនិយាយឲ្យបិទហើយបើអញ្ចឹងបិទទៅដល់អាកន្លែងដែលស្ដេចឲ្យបិទហ្នឹងបិទទៅវាមិនអស់នៅសល់មួយដុំនៅសល់ស្រាប់តែប្រពន្ធញោមមកប្រពន្ធឥឡូវបើខ្វះមាសមកប៉ុណ្ណឹងខ្ញុំសុខចិត្តទៅស៊ីឈ្នួលគេចុះដើម្បីឲ្យបានមាសយកមកបិទឲ្យចិត្តប្តីគាត់ថាឯងកុំទៅខ្ញុំចង់បានបុណ្យប្រាថ្នាឲ្យបានត្រាស់ជាប្រពន្ធជាតិក្រោយឯងកុំទៅអីប្រពន្ធថាអត់ទេបើអ្នកចង់បានត្រាស់ជាប្រពន្ធខ្ញុំនឹងជួយអ្នកឲ្យបានត្រាស់ជាប្រពន្ធខ្ញុំនឹងទៅគាត់មិនស្ដាប់ប្រពន្ធនឹងទៅស៊ីឈ្នួលគេដែរទៅនឹងស៊ីឈ្នួលមួយជីវិតតែហ្មងបានមាសមកហើយយកមកបិទនៅតែមិនចិត្តនៅសល់មិនទីទៀតកូនប្រុសមួយកូននឹងសុំទៅដែរសុំទៅស៊ីឈ្នួលទៅនៅពង្រើគេមួយជីវិតដើម្បីឲ្យបានមាសយកមកបិទឪពុកគាត់ទៀតថាកូនកុំទៅអីឪពុកចង់ធ្វើបុណ្យប្របាយដល់កូនថាអត់ទេឪពុកចង់ឲ្យបានត្រាស់ជាប្រពន្ធកូនត្រូវតែលះបង់ដើម្បីឪពុកកូនហ្នឹងក៏ទៅមួយទៀតបានមាសមកបាត់កូនហ្នឹងគឺបានមកកើតជារាហុលហ្នឹងណាញោមប្រពន្ធហ្នឹងគឺពនាងបំពីយើងហ្នឹង
ហើយស្រាប់តែបានមាសមកបាត់ហើយវាអត់ចិត្តទៀតនៅសល់ម្ដុំនៅតែមិនចិត្តសោះក៏អង្គុយបែកគំនិតគិតថាអាត្មាអញបើសិនជាមានជាងណាចេះកាត់សាច់នឹងឲ្យចេញជាមាសក៏ទៅចិត្តឲ្យនេះដោយអំណាចជ្រះថ្លាកសាងមកប៉ុណ្ណេះហើយប្រពន្ធក៏លះបង់ទៅស៊ីឈ្នួលគេកូនក៏លះបង់អញក៏ហ៊ានលះបង់ដែរបើមានជាងណាចេះកាត់សាច់ឲ្យធ្វើមាសអញហ៊ានកាត់ឲ្យទៀតក្តៅឆេវដល់ប្រអិននេះណោះប្រអិនហ្នឹងអង្គុយមិនសក់វាក្តៅរឿងអីងាករមើលឃើញអញ្ចឹងប្រអិនចុះមកហ្មងប្រអិនចុះមកជួយប្រអិនមកដល់ព្រែកាឡាផាច់ធ្វើជាជាងមួយស្ទីកតាបដើរមកខ្ញុំជាងធ្វើមាសដើរស្រែកខ្ញុំជាងធ្វើមាសសំបីតែសាច់មនុស្សក៏ខ្ញុំអាចវាយធ្វើជាមាសបានដែរខ្ញុំជាងធ្វើមាសសំបីតែសាច់មនុស្សក៏អាចវាយឲ្យធ្វើជាមាសបានដែរដើរស្រែកពីចម្ងាយមកបរោះនឹងលឺជាងនេះស្រែកតែមិនទេហៅមកសួរណែឯងមិនហ្នឹងខ្ញុំជាងមាសតែចេះធ្វើម៉េចសំបីតែសាច់មនុស្សក៏ខ្ញុំវាយឲ្យចេញជាមាសបានដែរហើយចេះមែនក៏អីមែនណាខ្ញុំចេះមែនណាហេបើចេះមែនខ្ញុំឲ្យកាត់សាច់ខ្ញុំធ្វើជាមាសខ្ញុំត្រូវការមាសបាត់អើឲ្យតែឲ្យកាត់មកទាញក្បិតខ្វាច់ឲ្យកាត់មែនខ្ញុំឲ្យកាត់សាច់ហ្នឹងប្រអិនហ្នឹងខ្លែងកាត់ខ្វោកវាយពុកចេញទៅជាមាសយកទៅបាត់ចិត្តល្មមអាឡ័យជ្រះថ្លាជាមួយមាសបាត់ចិត្តឯនោះវាភ្លេចគិតឲ្យរឿងឈឺសាច់ឯណាក្លែងមកដល់ចិត្តវិញហលីងដដែលអត់មានដាច់មុតអីផងព្រោះរិទ្ធរបស់ប្រអិនគ្រាន់តែធ្វើឈរសាក់មើលនោះមានតែកាត់មែនតែនអីចឹងបានជាព្រះអង្គយកអាសាច់ទៅបិទមាសហ្នឹងបានជាធ្វើឲ្យព្រះអង្គក្នុងគម្ពីរបញ្ជាក់ក្នុងបត្រៃបៃដកយើងចរិយាបៃដកថាព្យាមពភាសទាមយហੰតថាគតចេញរស្មីពណ៌មាសមកព្យាមពីខ្លួនសពកាលបានយើងថារស្មីពណ៌មាសហ្នឹងចេញពីខ្លួនពេលព្រះអង្គប្រសូតមកគេដាក់ឈ្មោះព្រះអង្គថាអង្គីរសបុត្របុត្រហ្នឹងចេញពលឺពីខ្លួនដោយសារអានិសង្សព្រះអង្គកសាងពុទ្ធរូបដែរព្រះអង្គបិទមាសដែរអញ្ចឹងបានជាជាតិចុងក្រោយព្រះអង្គបានត្រាស់ជាពុទ្ធនឹងញោមមើលគេដែរនឹងអានិសង្សកសាងពុទ្ធរូបបានច្រើនអញ្ចឹងញោមណាហើយអស្ចារ្យណាស់ពុទ្ធរូបព្រះដែលពីអភិសេកមុនគេដែលធ្វើពីបកៅមរកតនឹងញោមដឹងដែរតាមពិតបកៅមរកតនឹងថ្ងៃអភិសេកនឹងលោកទាយលោកថាប៉ុណ្ណេះឆ្នាំនៅប្រទេសនេះប៉ុណ្ណេះឆ្នាំនៅប្រទេសស្រីលង្កាប៉ុណ្ណេះឆ្នាំនៅប្រទេសភូមាប៉ុណ្ណេះឆ្នាំនៅប្រទេសថៃប៉ុណ្ណេះឆ្នាំនៅប្រទេសខ្មែរអញ្ចឹងទៅដល់ពេលខ្មែរយើងគេល្បីណាញោមល្បីស្ដេចភូមាល្បីនៅលង្កាមានបត្រៃបីដកបរិសុទ្ធហ្នឹងគេនាំទៅច្រឡងកាពីហ្នឹងពួកស្ដេចភូមាអីហ្នឹងទៅច្រឡងកាពីនៅប្រទេសស្រីលង្កាក៏ឃើញពុទ្ធរូបហ្នឹងអស្ចារ្យប្រសង់ជាអ្នកប្រាជ្ញ20អង្គញោមដាក់ក្នុងទូកហ្នឹងច្រឡងកាពីបត្រៃបីដកបានហើយសុំពុទ្ធរូបហ្នឹងពីស្ដេចនៅប្រទេសស្រីលង្កាប្របាទលង្កេសរាជសុំយកពុទ្ធរូបហ្នឹងមកគោរពបូជាស្ដេចគេក៏ឲ្យពុទ្ធរូបហ្នឹងដាក់ទូកហែមកដល់តែហែមកចៃដន្យខ្យល់ព្យុះក្នុងសមុទ្របើធ្លាក់មកដល់ខាងក្រមប្រទេសយើងហ្នឹងនៅក្នុងខេត្តបន្ទាយមាសនៅមានកំពង់គេនៅខេត្តបន្ទាយមាសហ្នឹងមកទើនៅហ្នឹងគេឃើញសពៅពីរមកទើហ្នឹងគេចុះមកឃើញពុទ្ធរូបហ្នឹងនៅសពៅមួយហើយនឹងអ្នកបត្រៃបីដកហើយនឹងអ្នកប្រាជ្ញប្រសងទាំង20អង្គគេក៏មុនឡើងមកហើយចឹងទៅយកពុទ្ធរូបនឹងបត្រៃបីដកយកមកទុកចឹងទៅស្ដេចចវាយស្រុកបន្ទាយមាសខេត្តបន្ទាយមាសឈ្មោះពញាមេត្រីក៏បានជូនដំណឹងទៅស្ដេចនៅអង្គរវត្តឯណោះស្ដេចហ្នឹងក៏ឲ្យទាំងហែកាពីនឹងយកមកទុកនឹងពុទ្ធរូបទៅស្រាប់តែប្របាទធម្មមានរុទ្ធឯណោះគេមកតាមរសពៅគេមកតាមរបត្រៃបីដកគេទៅក៏គេដឹងរឿងថាមកទើស្រុកខ្មែរគេមកសុំយកទៅវិញដល់សុំយកទៅវិញព្រះរាជាយើងឆ្លាតថាឥឡូវព្រះអង្គយាងទៅវិញទៅចាំទូបង្គំហ្នឹងហាយកទៅប្រគេនឲ្យសមនឹងប្រកិត្តិយសដល់គេទៅបាត់ទៅស្ដេចយើងនាំនេះច្រឡងបត្រៃបីដកនឹងទុកអត់ទាំងអស់ហ្នឹងយើងមានន័យថាយើងកូពីទុកទាំងអស់ដល់ឲ្យយកអាច្បាប់ដើមទៅជូនគេយើងនៅអាច្បាប់កូពីពេញប្រទេសយើងហ្នឹងទល់សពថ្ងៃហ្នឹងណាបត្រៃបីដកហ្នឹងហើយដល់ថ្ងៃយកទៅហ្នឹងស្ដាយពុទ្ធរូបហ្នឹងណាមើលទៅមិនហ៊ានយកទៅទេស្ដាយស្អាតណាក៏អុជធូបបែបប៉ុនថ្វាយអង្គមព្រះអង្គហើយគង់នៅស្រុកខ្មែរទៅព្រះអង្គមិនបាច់ទៅទេព្រះអង្គស្រាប់តែចេញឈប់ព័ន្ធរាំងសីទាំងថ្ងៃហ្នឹងតែហ្មងឆ្វប់ស្ដេចយល់ថាពុទ្ធរូបនឹងបានមកស្រុកខ្មែរបើអញ្ចឹងមិនបាច់យកទៅទេហើយតែបត្រៃបីដកយកទៅថ្វាយទៅដល់ស្ដេចគេសួរចុះឯណាពុទ្ធរូបមិនក៏មិនឃើញព្រះអង្គហើយព្រះអង្គបានបត្រៃបីដកហើយព្រះអង្គទុកពុទ្ធរូបមួយសម្រាប់ស្រុកខ្មែរទៅព្រះអង្គស្ដេចគេនឹងក៏យល់ព្រមថាទុកក៏ទុកទៅបាននៅក្នុងស្រុកខ្មែរបានយើងកសាងព្រះបរមរាជវាំងហើយកសាងព្រះវិហារហៅថាព្រះវិហារព្រះកែវមរកតតម្កល់បកែវមរកតនឹងកែវមរកតនឹងមុខដោយប្រភៈដោយព្រះហើយឆ្លាក់ឲ្យអភិសេកមុនគេប៉ាងមកបានមកស្រុកខ្មែរដោយចៃដន្យហ្នឹងណាញោមណា
គួរឲ្យជ្រះថ្លាហើយក្នុងកម្មវិធីនេះដែរញោមញាតិមានកម្មវិធីបន់ឆ្លងឧបឋានសាលាឡើងសាលានៅក្នុងទីនេះដែរបានបន់បានអានិសង្សខ្លាំងណាស់ញោមហើយអ្នកកសាងសាលាកសាងទីឧបស័យទីសំណាក់ផាអាស្រ័យបានបន់ទាំងយប់បានបន់ទាំងថ្ងៃញោមអើយគេកសាងអូតែលកសាងផ្ទះសនៈតើគេកសាងរកអីគេញោមកសាងរកលុយគេបានលុយនៅពេលណាគេបានលុយនៅពេលមានភ្ញៀវចូលដេកតែភ្ញៀវចូលដេកគេបានលុយណាចុះយើងកសាងសាលាយើងកសាងរកអីដែរកសាងរកបុណ្យហើយយើងបានបុណ្យពេលណាឲ្យតែមានគេឡើងមកប្រើប្រាស់សាលាយើងបានបុណ្យហើយគេឡើងមកយប់យើងបានយប់គេឡើងមកថ្ងៃយើងបានថ្ងៃអញ្ចឹងយើងបកាយរលុយយើងបកាយរបុណ្យគេកសាងអូតែលផ្ទះសនៈគេបកាយរលុយយើងកសាងសាលាបកាយរបុណ្យឲ្យតែនរណាឡើងមកលើសាលាយើងធ្វើបុណ្យយើងបានបុណ្យរហូតទោះបីយើងនៅឯផ្ទះនោះអាឡ័យទៅរវល់ធ្វើស្រែធ្វើចំការធ្វើច្បារធ្វើចំណាំរស់ស៊ីអីចឹងដូចញោមនៅភ្នំពេញអាឡ័យទៅរវល់ការងារនេះការងារនោះអត់សូវមានពេលមកធ្វើបុណ្យក៏សាលានឹងរកបុណ្យឲ្យយើងដែរឲ្យតែគេឡើងមកធ្វើបុណ្យលើសាលាយើងនឹងបានបុណ្យចឹងបានព្រះអង្គថាអ្នកកសាងទីសំណាក់ថាអាស្រ័យទីឧបស័យបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃវែងជាងគេយូរជាងគេបានអានិសង្សច្រើននន្តយឧបាសកណាញោមគ្រាន់តែកសាងសាលាថ្វាយព្រះរួចសាលាផុសចាំឲ្យឋានសួគ៌ឯណោះទីបំផុតនន្តយឧបាសកស្លាប់ទៅបានទៅកើតលើសាលាទឹកនៅឋានសួគ៌ឯណោះឯប្រពន្ធគាត់មិនជ្រះថ្លាទៅនរកបាត់ហើយញោមមើលឃើញដែរហើយចំណែកនាងរោហិណីកសាងសាលាដែរខ្លួនស្រែងពេញខ្លួនណាគ្រាន់តែបោះសម្អាតសាលានឹងរាល់ថ្ងៃជាស្រែងឥឡូវស្អាតដោយមាសទឹកដប់ឡើងទៅលើបានជាភរិយារបស់ព្រះអិននៅលើណោះមកពីព្រះអិនកសាងសាលាដែរកាលកើតជាមគ្គមាននុពណាកសាងសាលាដល់មកសម័យក្រោយនាងរោហិណីកសាងសាលាដែរឥឡូវអ្នកទាំងនឹងបានជួបគ្នានៅឯឋានសួគ៌នោះសុខសប្បាយអានិសង្សកសាងសាលាញមើលឃើញណាចឹងបានថាអ្នកដែលកសាងសាលាកសាងទីឧបស័យនេះបានកើតក្នុងឋានសួគ៌ដល់តែចុះពីឋានសួគ៌ត្រឡប់មកវិញមកកើតជាមនុស្សមានផ្ទះធំមានទំនំខ្ពស់មានរបស់របរប្រើប្រាស់មិនខ្វះយើងរាប់ទៅតាំងពីអនាថបណ្ឌកសេដ្ឋីវិសាខារាជកហសេដ្ឋីឬក៏ជូតកសេដ្ឋីដែលកើតមកមានផ្ទះធំទំនំខ្ពស់ដូចជាជូតកសេដ្ឋីឯជាដើមនឹងសតតអ្នកកសាងវត្តកសាងកុដិកសាងសាលាពីអតីតដែរសម្រាប់គេប្រើប្រាស់ជាប្រយោជន៍បានបុណ្យបានអានិសង្សច្រើនបានជាពុទ្ធអារាមរូបាវណ្ណរូបាយេជនេសេតករកបបញ្ចឧតបានញ្ចយេតតន្តេឧបស្សយ៉ាងទេសង្ឃវិជរតោចសតិបញ្ញវវត្តតេធម្មថាសេនសម្បណ្ណោតេជនីសកគិមីនូថាមិនទៅញោមថាបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់នរណាដាំដើមឈើដើមផ្កាលំអវត្តវាអារាមតាមទីសាធារណៈឬថែទាំដើមឈើដើមឈើឬក៏កសាងថ្នល់ស្ពានសាលារៀនមន្ទីរពេទ្យជីកស្រះជីកដងឲ្យគេប្រើប្រាស់និងកសាងទីឧបស័យទីសំណាក់ផាអាស្រ័យដូចជាសាលាជាដើមឲ្យគេឡើងឲ្យគេដេកឲ្យគេប្រើប្រាស់នៅនឹងបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃគេហែកឋិនគេមកធ្វើបុណ្យថ្ងៃសិលគេឡើងមកលើសាលាយើងម្ចាស់បានបុណ្យគេធ្វើបុណ្យខ្ញុំបិណ្ឌលើសាលាយើងបានបុណ្យបានទាំងយប់បានទាំងថ្ងៃយូរជាងគេវែងជាងគេពីព្រោះប្រគេនចង្ហាន់លោកឆាន់តែមួយពេលអស់ហើយធ្វើជាពរប្រគេនលោកប្រើតែ5 6ឆ្នាំអស់ដល់កសាងសាលាប្រគេនលោកស្រួលម្ចាស់សាលាស្លាប់បាត់ហើយសាលានៅតែគេប្រើកើតអញ្ចឹងបានបុណ្យរាល់ថ្ងៃរហូតបានលោកថាបានទាំងយប់បានទាំងថ្ងៃណាញោមណាហើយឈ្មោះថាឲ្យគ្រប់មុខទាំងអស់ចឹងអានិសង្សច្រើនសម្រាប់អ្នកកសាងក្នុងពុទ្ធសាសនានេះមានដេជ្ជះក៏មានបារមីក៏មានហើយនឹងបានកសាងពូជសិលាសនាសនៈសម្រាប់ទីស្នាក់នៅទីប្រើប្រាស់របស់ភិក្ខុសង្ឃមានប្រយោជន៍ច្រើនណាស់ញោមញាតិពុទ្ធបរិស័ទទាំងឡាយហើយក្នុងសម័យពុទ្ធកាលអត់ទាន់មានសាលាទេញោមញាតិមកធ្វើបុណ្យចង់ប្រគេនចង្ហាន់លោកមិនភ្លៀងអញ្ចឹងណាញោមភ្លៀងទៅវាចូលសឡវាចូលបាយបើយើងគិតថាបើមាននំបញ្ចុកវិញទឹកសឡសាបអស់អាឡ័យទៅចូលទឹកភ្លៀងណាព្រះអង្គអនុញ្ញាតទៅឲ្យមានញោមញាតិធ្វើសាលាទៅដើម្បីឲ្យញោមញាតិមកធ្វើបុណ្យទៅស្រួលបានក្នុងតត្រៃបៃដកលោកអនុញ្ញាតឲ្យកសាងសាលាទៅសម្រាប់ញោមញាតិមកធ្វើបុណ្យកុំឲ្យភ្លៀងទៅទឹកអញ្ចឹងដូចពេលហ្នឹងអញ្ចឹងបើយើងទៅស្ដាប់ធម៌ហាលភ្លៀងមិនថាតែញោមអាត្មាអីក៏ទៅទឹកដែររត់ទៅលេងព្រោះលេងអីហើយថោអីថោទៅលេងព្រោះហើយល្ងារហើយមែនណាដល់ពេលយើងបានសាលាអញ្ចឹងកិច្ចពីភ្លៀងរួចអាចចង់ភ្លៀងហើយភ្លៀងទៅយើងស្ដាប់ធម៌ក្នុងសាលាឃើញណាមានប្រយោជន៍អញ្ចឹងបានអានិសង្សច្រើនអញ្ចឹងសូមឲ្យទេវតាទុសបរមីវត្ថុស័ក្តិសិទ្ធិមានឫទ្ធិ
ក្នុងលោកជួយអនុមោទនាបុណ្យថែអាសាការពារញោមទាំងអស់គ្នាសូមប្រគេនបុណ្យដល់ព្រះអតីតបច្ចាអធិការវត្តតឡាចទាំងអស់និងមន្ត្រីសង្ឃគ្រប់ព្រះអង្គដែលមានគុណបំណាច់ចំពោះជាតិសាសនាលោកបានអនិច្ចធម៌ទៅហើយសូមឲ្យបានចំណែកបុណ្យកុសលនេះអតីតអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តនេះដែលបានលះបង់តស៊ូបូជាពលីជីវិតកសាងជាតិសាសនាកសាងវប្បធម៌ថែរក្សាជាតិសាសនារហូតលោកអស់ជីវិតទៅហើយនោះក៏សូមឲ្យលោកបានសោយសម្បត្តិទឹកទទួលអនុមោទនាបុណ្យនេះញាតិសន្តានមេត្តាបិតាដូនតារបស់ឧបាសកម៉ៅសវននិងឧបាសិកាសុយសៀមព្រមទាំងញាតិការរបស់ញោមញាតិទាំងអស់គ្នាដែលបាក់បែកចែកឋានទៅលោកខាងមុខហើយនោះក៏សូមឲ្យទទួលកុសលផលបុណ្យនេះសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាទាំងជីដូនជីតាម៉ាកងចឹកចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មៅក្រោយ100ជាន់1000ជួរ1000តម្រួតតាទូចទូតតាលេងលៀននាំគ្នាមកទទួលកុសលផលបុណ្យសោយសម្បត្តិទឹកចុះប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គដែលលោកមានបតីនឿយហត់ណាស់ក្នុងកិច្ចកម្មវិធីបុណ្យនេះគ្រប់ព្រះអង្គសូមទេវតាថែអាសាការពារឃើញរឿងកោសយៈសិទ្ធិចង់និទានឲ្យញោមស្ដាប់ពីដើមមានសេដ្ឋីមួយមានទ្រព្យសម្បត្តិច្រើនណាស់គាត់ថែរក្សាពូជពងវងតកូលពីម៉ែពីឪម៉ែឪធ្លាប់មានសទ្ធារក្សាសិល5ចាំសិល8ចេះចែកទានមានមេត្តាដឹងគុណឪពុកម្ដាយធ្វើបុណ្យអញ្ចឹងទៅស្រាប់តែគាត់ស្លាប់ទៅកើតជាប្រអិនញោមហើយស្រាប់តែគាត់នៅសល់កូននៅឯស្រុកមនុស្សនេះឡើងធ្វើសេដ្ឋីបន្តទៀតកូននឹងកាន់តាមពូជពងវងតកូលទៀតម៉ែអញធ្លាប់ធ្វើបុណ្យធ្លាប់កាន់សិលធ្លាប់ធ្វើទានអញ្ចឹងអញធ្វើតាមដែរដល់គាត់ស្លាប់ទៅកើតជាណែសូរយៈទេវបុត្រញោមហើយដល់ពេលនៅកូនសូរយៈទេវបុត្រនេះនៅជាមនុស្សហើយនេះឡើងធ្វើសេដ្ឋីបន្តទៀតកាន់តាមឪពុកម្ដាយនឹងទៀតពុកម្ដាយអញមានធម៌មានសិលមានសទ្ធាធ្វើបុណ្យក្នុងពុទ្ធសាសនាចេះដាក់បាតលោកចេះចែកទានចេះធ្វើបុណ្យអញធ្វើតាមដែរអញ្ចឹងដល់គាត់ស្លាប់ពីមនុស្សនេះទៅកើតជាច័ន្ទទេវបុត្រនៅសល់កូនឡើងធ្វើសេដ្ឋីបន្តទៀតដល់កូននឹងឯងនឹកឃើញថាអញកាន់តាមម៉ែឪដូចតែគ្នាដែរជីដូនជីតាអញម៉ែឪអញពូជអញអ្នកធ្វើបុណ្យទោះបីណាជឿមិនជឿអញមិនខ្វល់អញកាន់តាមរសាប្រពៃណីអញតកូលអញអ្នកធ្វើបុណ្យអញកាន់តាមអញថែរក្សាសិលអញ្ចឹងដែរអញធ្វើទានអញ្ចឹងដែរដល់ស្លាប់ទៅគាត់កើតជានាតល័យទេវបុត្រកូននាតល័យទេវបុត្រញោមនៅឯស្រុកមនុស្សនេះឡើងធ្វើជាសេដ្ឋីបន្តទៀតគាត់រក្សាសិល5ចាំសិល8ចែកទានដល់ចាស់ទុំចេះធ្វើបុណ្យមានសទ្ធាជ្រះថ្លាដាក់បាតប្រសង់ដោយគាត់ថាកាន់តាមពូជពងវងតកូលពីដូនតាមកធ្លាប់តែជឿអញ្ចឹងគាត់ស្លាប់ទៅបានកើតជាទេវបុត្រឈ្មោះបញ្ចសិក្ខទេវបុត្រនៅឯឋានសួគ៌នៅសល់កូននៅស្រុកមនុស្សនេះឈ្មោះកោសយៈសេដ្ឋីគាត់ឡើងមកធ្វើជាសេដ្ឋីដល់ពេលគាត់ឡើងមកធ្វើសេដ្ឋីគាត់បែកគំនិតតែម្នាក់ឯងគាត់ថាពុកអញពេញមនុស្សឆោតជីតាអញពេញជាមនុស្សឆោតជីទួតអញពេញជាមនុស្សឆោតអូមិនកើតទេឪពុកម្ដាយអញដូនតាអញឆោតឲ្យឆោតយ៉ាងហ្នឹងទៅយកលុយទៅធ្វើបុណ្យទៅធ្វើទានទៅកសាងកុដិសាលារៀនស្ពានថ្នល់មន្ទីរពេទ្យទៅជួយអ្នកក្រអ្នកកំសត់អូគ្មានប្រយោជន៍អត់មានបុណ្យកុសលអីទេសិតតែពួកមនុស្សឆោតអញមិនជឿអញមិនធ្វើអីទាំងអស់អញស៊ីទ្រព្យសម្បត្តិនឹងមកសបាយអញគ្មានជឿអីទាំងអស់ដល់ពេលចឹងទៅគាត់រិះធម្មគាត់មិនមានសទ្ធាមិនជឿទេញោមហើយក៏គាត់ទៅបានឡើងជាឋានៈជាសេដ្ឋីដោយសារគេចាស់ពីឪពុកម្ដាយមកហើយដល់ស្ដេចហៅទៅប្រជុំមានភារៈអីទៅចូលវាំងជាមួយសេដ្ឋីដតីញោមមកទៅគេអញ្ជើញទៅសម្រាប់ផ្ទះសេដ្ឋីមួយនោះសេដ្ឋីនោះគេអ្នកមានសទ្ធាជ្រះថ្លាគេដាំបាយមកធូបបាយយ៉ាស់ឲ្យមានទាំងបាយមានស្ករក្រាមមានដាក់សិតពេកដាក់ទឹកឃ្មុំអីឆ្ងាញ់ណាគេឲ្យទទួលភ្ញៀវទៅសម្រាប់នឹងផ្ទះហ្នឹងសេដ្ឋីដតីគេចូលហូបឲ្យព្រាតសេដ្ឋីហ្នឹងគាត់អត់ហ៊ានចូលគេគាត់អង្គុយអត់គាត់នឹកឃើញថាបើអញចូលទៅផ្ទះគេតែអញហូបវាជាពាក់គេដូច្នេះតែគេទៅផ្ទះអញពិបាកដាំសងគេវិញបើអញ្ចឹងអញមិនខ្ចីហូបរបស់គេទេកុំឲ្យជាពាក់របស់គេព្រោះគាត់នឹងកម្រិតគេដាំទៅគេមានដាក់ទឹកឃ្មុំគេដាក់សប៉ែគេដាក់ស្ករក្រាមស្ករអំពៅអូយគាត់ទៅធំក្លិនមកនោះវាឈ្ងុយឆ្ងាញ់ឃ្លានណាស់ប្រពន្ធថាខ្ញុំចេះតាឯងអាមធុបាយយ៉ាស់នឹងខ្ញុំចេះឯងមិនបាច់ភ័យទេ
bởi chẳng bởi ai trong hộp chẳng bạch đầy cả tục ấy chăm nhom đâm chụp liêng nè sọc nè phum dương ai hộp ai sợ bài mà đón nè anh sẽ bắt ta nâng sẽ đầy ai thì mong gì phải anh sẽ trong miền sự thi ấy thưa ai nè phum nè sọc hộp anh miền sự thi ai thế co anh lôi anh trộm anh nom o anh mau thế còn bạch mà thưa ai nè sọc nè phum à hai bên là anh mình bạch nè sọc nè phum mà lớn nè nơi mà te mà chua phơi dương nắng hành chơi con mà hộp ở chung khi ai sợ bài mà đón nè anh thế ọt thế nhom clean ta nhom khmen na lôi tới chấm nai ai nè nơi mà chua phơi na hộp thế nhom prom thế có mấy ọt trộp bằng hân bằng hao xếp tập bồn nâng thà lên che tới bên này anh mình prom chẳng chăm dương đâm tầm rơi tên nè mà tia dương hộp chung kia tới ná hey mà tia ấy nhom nè clean mà tia bị ọt chán á ọt lôi ọt cả ọt trộp nhom mình trong hộp bao kê lại bị chụp bẹ kê nâng hết mà trong đàm ai nè tia nhom prom thế có mấy ọt trộp ọt lôi hai bên này anh prom thế chẳng là lấy dương đâm tầm rơi tập pin nè anh hành nhom tới bán này ná ở cho gì bay anh nó mới clean say đây nhom mới đây nè clean gì bay anh bạch đi ở bởi chẳng chăm nhom đâm ai anh hộp tại anh có ban đấy còn tới cao tốc này gì phải anh trong đầm nâng này ọt ban này còn đầm nâng anh nâng khăn về ngồi nè tại ngồi đó cái mục tầm máu xong dương ở lâu ai bởi chẳng mà với ai nhom mọ đằng co mà cái đạp pi mọ hay sập bẹ phần này mọ tật mồm phần này mọ hay scom pơ phần này scom cram phần này đại năng đại mọ có bật môi mọ nhom ta đâm mày prey dọc mình thùng đòn bên nào để hộp tầm này anh sẽ chăm tầm lọt mà vinh bồn là mượn một cái tập bẹ này rồi rồi thằng nắng anh chẳng coi chẳng tới vịt và vịt oi bắt đây tới rồi giờ ta đâm mày prey tại anh bắt đây nâng căn cả vắt đào tới prey vậy ngay tách miền sa tách môi con prey nâng mưa tình nong tình này miền na cái khơi đấy ngạt lò ná đâm tình năng á cả prey vậy sát và cắt lương đâm bài khai thùng đòn kề nhiều mai bộ ập bốc chỉ ta tuốt ta lốt để cao chỉ phải ăn cao chỉ tê và bọt nơi lương coi mười cái lương mà chỉ nôm khné rạp thành này con dương à môi chơi dương à môi nâng khôi bụi bồ dương ở hai mà bụi dương tăng việc đồn ta mau sạch ta cao chỉ manu tê phada lấy vía mau môi tiên mà bụi dương ở tên ruộng thằng o bởi dương mình cho tới chui tê trọp sầm bắt thằng o nâng rồi liệt bắt o hơi luôn viết tên ruộng tiền bà chân dương tới chui con dương mau tới chui chơi dương bộ tê phật đà nó còn nói một cái họ chọc máu nì mật thưa xanh cái này màu mà đong mà nè thôi chỉ là bạch chạ là khao lên chỉ môi quạt năng sẵn xếp cái bông ta đam bái xếp ta miên mà nó hùng vinh phơi mà đào rục prey prao ơi nhom vinh phơi xôm xuân tích hả hay như nam vinh phơi nhom nè xôm xuân tích phơi na tới tiền là say hết phơi nam tới mấy mà chom phơi nắng nó phơi tiền là say nó nhom họ phơi một khơi tên lục à một chơi tên giấy chương chơi ta đào trơn mò này khọt lại cái khơi bài ta có mau này nông ấy nhom ấy lục đầm bài ta này ô là mồm nhom ta đặt bài dù ấy nhom bên phơi à lấy nhom xong bài hậu phóc này coi chăm nắng á và hai chỉ lục đầm bài nắng thua tiền đặt đo xem mồm gì chợ đi cô bạc kiên chỉ ngăn và xong ấy ấy mới tới chẳng nhom này coi nắng chăm từ tua đây nè anh đầm hộp tại anh đấy anh không biết ơi na thế tới na phật tới ý lục gói cả chi mà nó kêu ơi cầm nanh thế na đào prey chân phong miền phơi són slap mà này ai lớp miền bên nào cái chui thế bơm che chạy cái này nó từ miền phơi són slap ở lấy ơi ha còn dây chân tích lóng ăn coi cha mình oi mà man à lấy ta đam bay đốt o cho lại lắm mò mà nè kia đó đào vì nó mò mà đông rục phơi lục ơi lục nhom bên phơi từ na từ tiền là xây ha ở chỗ anh nam bên phơi mò tiền đấy nó tới có mò năng ê khi mà phơi khơi thì lục chui bạc như phong à tới nó tới có mò à một chỉ ta tha chương chỉ ta chiên mau thế thà không ai mau không ai nó ta trâu mau ô đam bài hí cái bông ta clean phong nâng tầm nông phơi bón nó đúng không đại chẳng hạn lô rồi cái chun cha tôm ấy giang mà bài chừng anh chẳng nhom nâng coi nâng đáy cái lô bàn hộp nè anh mình ao đi từ na từ giờ hí anh đam hộp tại anh thấy có mau lô còi lô nè cả chiêm mình nô nâng á à sai bón cha bị môn mau thọp thừa bón thừa tiên bàn cả mau miền trọp bản năng á hay bên lô ở bàn thừa bón chẳng thế mà lại cả từ chia sắt côกับbay sắt đề để cha này từ nô ruộng prai đây hay bên lô bàn thừa bón bật thèm tiết tới chít khơi tiết lô bàn cả chiêm mình nô tiết bàn trọp sầm bát trái tiết na anh thằng anh coi xem mà chạm mình ao mà mau mà nè tiết tới trường mau mà đong hả mà đó là nó sẽ mà lô coi lô nhom bên phơi chui nhom phong ai na phơi tới bên say hồi à mấy ngày năng sụt sụt tận này ăn bên phơi mà tiết đấy
anh tham mau prey nó ngồi bị ngặt mà này anh mau chụp tại anh này ăn viên plei mau vì na tới lúc cái con mau nângไอ้นาเพลย์ตะกรมปรินาไซโลกถัดตะกี้นอถามไม่โลกสะดับบานเตนาเพลย์ปรินาไซอาเชืองจะสะดับมาอาตำล่องถามตื่นนอยิ่งใหญ่เป็นนักสะดับบานถามไม่โลกถามไม่ด่าโจอะไรตัวดอลฮะดำใบท่านนี่โอ้แมนกระปงตะเคลียนอีในจำหอบได้ไปหาจีบานนะมือตื่นเฮ้ยอันเอาดิตื่นอีจุดสถานะอังเวงเพลย์โลกาจิมนุนี่ยืงโดยสามปืนละอบานกาจิมนุโดยชนะให้มนุษย์ยืงตอนละเมียนทอสันดาวคะแนนจังบานการชิมมนุษย์ตีดให้เบลโลกการชิมมนุษย์ให้อัดเมียนทอสันดาวคะแนนนาคตเติเดริชันบานการชิมมนุษย์ตีดตีน่าอันคล้องกุ้ยสีมาจะไม่เอามัดมาไอตอนละกรบตั้งปรามอยู่ไอ้เนี่ยกุ้ยลังกระโปรงมกอันหน่อยอันถ้ามันดำไอ้เตี้ยเต้ก็มาวิทมดอนมนุษย์มาปูนขนมเปรี้ยไปเนื้อแต่เมียนมนุษย์เมาสะดาปุ่งเวงเพลnó chăn nữa lột chăn nữa anh chăn này chăm anh ao bây giờ lật mà đặt đây anh ơi thì bây lật sky mau lật sky bây lật sky mà nè môi mà bộ tê phát đào nắng bây lật sky mà nè môi vô mà tê lẹ pru pan chừng ấy ngọt anh hồi lật sky cứ thôm mà lên anh mà ơi đi thôm pin trắng bài anh mà năng văng oi bây giờ thì lật cái kỳ bây giờ lật cái kỳ bộ tê phát đào nâng lục đây tới prey ham mà pin nó bây giờ lật cái kỳ tê lẹ mà pan kre cái đangนี่มัดประเทศมันเตะเราเป็นอะไรมองตัวเลี้ยมองปูสลักกะกีงอบอันสลักกะกีทมเชียงลักสกายเทียดทมเชียงกึกแกรเทียดอันมันเอาเยอันมาเอาเยโลกอะยัยสัจจะขนมปรีพองถ้าเอาเกยคอมกุยจำให้ดอลลาร์ไปจองคอยทำมันเอาเกยไหมฮะอันนะแต่สิ่งมันเอาจับมันตีจนมันอะเฮ้ยใบนั่งจับมาปรองแต่มอตรงอ๋อเอาแต่จับตีนม้าวิปรองกันมาตรงอ๋อแบบจองดักแบบข้างในมอข้างนอกแบบข้างในมอข้างนอกไม่จองแต่มอตรงอ๋อตรงอ๋อไม่เบี้ยใบนั่งแบบแต่มอบ้านด่าเอาตีมันเนี่ยจังนะดอลลาร์ไปจังตื้อสลับแต่เรียบประหอบตื้อโยมปกโคลนไอประกาศการจีบปัญจสกัดตีบดนั่งเหนียงกับเพลงบ้องตานั่งก่อนในฐานส่วนนั่งกับเพลงเนี่ยดอลลาร์ไปกอดนิมิตถ้วยจิกแกมวยเนาะบอลพิทบงหมอนิมิตถ้วยจิกแกมวยบอลมาดอลเลือกเชืองเรียนมดักเปรย์โยมนมดักเปรย์เรียมอมาชัวจังทั้งมาตำรองเสถียรนั่งให้ปวดเตปดานั่งเคยจิกแกมาจังนอมในยอดใดขตบใบก็มาจิกแกนมดักเสถียรนั่งยอดใบยอดใดขตบได้เมียในนาตมองเอาจอมขนองใดเสถียรนั่งชวาวปีเลือขนองใดนั่งขังกันมาจิกแกมาปีนะอันตอนบาดสีใบพ้องจิกแกมานมดักใดเทียนเลิกอาชนังใบมาดักแบบหมดสระในโลกต่างออกเนี่ยมือใบขยมพ้องอ่ะยำตะเลียงใดมาเพลสเนี่ยมือขยมพ้องอ่ะอะไรจอมาเลี้ยงใดใดเลี้ยงแต่พนักมือแต่ชนังใบใครกิโลปินามาโยจิกแกนั่งตลอดมาวิ่งปอมชนังใบปอมชนังใบรถกัดปรีตัวไอ้นั่นตัวตะโปร่งชายโดยชนังใบขยมตัวชายช่วยขยมพ้องรถล่างไปขนมสระหมดเดินตามชายนั่งปนงมวยตัวมองชายพินาโยชนังใบขยมตัวตอนมาซีมาหมัดพ้องโยตัวเดินอาชายบอลเลยชงายติดตลอดมาวิ่งใบคลุนมอปริคลุนประปันไซยมประปันไซหาหมดยังตุ่มลายคลุนมอไอ้เนี่ยเคยแต่ชายประปันไซบ่อาปนงเจ้ารถโยเปรี้ยโยรถมาหาไอ้ช่วยพ้องช่วยยมพ้องเสียบแต่มนุษย์หนึ่งคอยบุญเนี่ยนะเงือบลางตะลืนได้ตะลืออาการซ้ำพอดจองปรีเอาหลิงไอ้ก็รถแต่มันไอ้ชลาลางช่วยยมพ้องฮะให้ปูนไอ้ได้ตะลือไม่เอาให้ปูนไอ้จะใส่เกปูนไอ้จะใส่เกบ้านกี่ซอยเกลกี่ใหญ่ปรับกี่ทานแน่นี่สิตาหน้าไอ้นี่ตาตูดหน้าไอ้นี่ตาลูดให้เนี่ยปกหน้าไอ้เกเคยหน้าไอ้นั่งดาวขอปุยปงวงตะโกลปุยปุยยืงสัตเนะเมียนซัลเมียนสเทียเธอบอลเธอเตียนเสียแต่ไอ้มอมวยประพฤติเปิดคอชกอมมันเชื่อซัลมันเชื่อเตียนมันเธอบอลหน้าไอ้นั่งเตือนรู้บ้านปุกเกจอมาช่วยหน้าไอ้นั่งเพียคลุนลางคอมเธอบอลลางจะหายติดเตียสลับจอลตรอบนั่งอัดเมียนไอ้สังคมเต้เบอร์มันเธอบอลในตรอบนั่งบ้านตะเลไดเกคลุนไอ้เตือนรู้ไอ้เสียแต่พลูสวางเต้ยมองโยมเคยปุกเคยไอ้มาปังงานคลุนต่ออะไรเคยยังอ่ะโดยเฉพาะปุกนังกีตาเลียตัวทานสูวิ่งกอดในเจนตลอดตัวเตียวิ่งอันยัยเจอเนี่ยเตียปนไม่เวียดักกรรมวิธีปนในอันมวยปนไงมองมุนลุกเอามาช็อตในพรุ่งเพลียตมองยัยนั่งคอยช็อตอัตเปเนี่ยมัน
កាលពីមុនកំណាញ់សំបីអង្គមកកំប៉ុងបាយមកវិញដែលចែកឲ្យវៀតណាមដែលដាក់បានលោកឲ្យទៅព្រៃម្ដងមកវិញលេចចង់ធ្វើបន់ធំចេះតែឆ្ងល់ប្តីហ្នឹងបានដឹងរឿងហ្នឹងទៅបានជ្រះថ្លាធ្វើបន់ណែអាត្មានឹកឃើញរឿងហ្នឹងថាអ្នកដែលស្លាប់ទៅកើតឋានសួគ៌ហ្នឹងក៏នៅបារម្ភពីកូនណែខ្លាចកូនដើរផ្លូវខុសប៉ុន្តែនិយាយពីម៉ែឪខ្លះកើតកន្លែងថោកទាបវិញក៏គាត់នឹកពីកូនដែរខ្លាចកូនមិនធ្វើបន់ឲ្យគាត់មានសេដ្ឋីម្នាក់ញោមឲ្យនៅរាជក្រឹសគាត់នឹងអត់ដែលធ្វើស្តលអត់ដែលធ្វើទៀនស្រាប់តែស្លាប់ទៅកើតជាប្រែតអត់ចំណីអាហារហើយប្រែតនឹងនៅលើផែនដីជាមួយយើងដែរដល់ល្អត់ទៅគាត់ថាវាមានតែបនកូននេះបើកូនធ្វើបន់ឲ្យគាត់បានចំណីអាហារហើយគាត់នឹងផុតពីកំណើតនឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាហើយបើអញ្ចឹងទៅរកកូនសិនដល់ដើររកកូនរកអត់ខ្ចីឃើញសោះមកពីអីមកពីកូននឹងឯងលក់ផ្ទះបាត់ប្រហែលជាដីវាត្រូវប៉ាន់ញោមគេលក់ទៅគឺទៅទិញបុរីនៅឯណាទៅហើយខ្មែរយើងបើលក់ដីទៅទិញផ្ទះថ្មីគេសូត្រមន្តប្រកាសដូនតាឲ្យដឹងញោមណាតែមិនប្រកាសដូនតាប្រយ័ត្នដូនតាច្រឡំទៅរកអាផ្ទះចាស់នោះឆ្កែគេដេញខំហើយហើយអញ្ចឹងគាត់នឹងអត់បានប្រកាសដូនតាសូត្រមន្តអីអញ្ចឹងដូនតាទៅរកម៉ែឪទៅរកតាផ្ទះចាស់ហ្នឹងទៅរកវាមិនឃើញសោះចិត្តតែដើររកកូនទៅជួនកាលបង្ហាញខ្លួនឲ្យគេឃើញគេខ្លាចពេញទៅភូមិក៏មានដែរស្រាប់តែដើរដល់នគររាជក្រឹសចូលក្នុងវាំងហ្មងទៅដល់ទៅបង្ហាញខ្លួនឲ្យស្ដេចឃើញហើយស្ដេចមិនងាយរត់ដូចយើងអីហើយយើងញោមឲ្យប្រែតទៅបង្ហាញខ្លួនទាំងញោមទាំងអាត្មាមិនស្រួលដាក់ម៉ាស៊ីនកែងរត់ទៅមិនបាននិយាយជាមួយទេហើយដល់តែស្ដេចឃើញសួរហ្មងណែឯងជាស្អីណែឯងជាអ្នកបួសហើយណែឯងទៅណាបានប្រែតទៅថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហើយប្រែតនឹងស្អីប្រែតនឹងពីមុនមកមនុស្សដូចតាគេអញ្ចឹងប៉ុន្តែខ្ញុំវាមិនជឿបនមិនជឿទៀនខ្ញុំស្លាប់ពីមនុស្សមកកើតប្រែតជាកំណើតនៅលើផែនដីហ្នឹងប៉ុន្តែអត់មានចំណីអាហារបរិភោគទេហើយដើររកចំណីអាហារហើយបើមានគេធ្វើបនឲ្យបានផុតពីប្រែតហ្នឹងទៅកើតជាមនុស្សឬទៅកើតជាទេវតាវិញហើយចុះលោកដើរទៅឯណាខ្ញុំដើររកកូនព្រោះខ្ញុំជាតិមុនជាសេដ្ឋីជាចូលសេដ្ឋីទ្រព្យសម្បត្តិខ្ញុំមានច្រើនដែរប៉ុន្តែទ្រព្យហ្នឹងឥឡូវនៅលើដៃកូនទាំងអស់ហើយបើខ្ញុំមិនទៅរកកូនទេខ្ញុំមិននឹងទៅរកណាបើកូនបានធ្វើបន់ឲ្យបានខ្ញុំបានចំណីអាហារបរិភោគឬខ្ញុំរួចពីកំណើតនេះទៅកើតជាមនុស្សវិញទៅកើតជាទេវតាវិញឲ្យចុះរកកូននឹងឃើញហ្នឹងអត់ឃើញទេគេលែងនៅស្រុកហ្នឹងហើយគេលក់ផ្ទះបាត់ឮតំណែងអ្នកស្រុកគេនិយាយគ្នាថាកូនហ្នឹងទៅកើតនៅស្រុកទៅនៅស្រុកអន្តកវិន្ទនគរហើយបើចឹងលោកគិតអាម៉េចខ្ញុំទៅរយនងទៀតក្រែងលោកកូនខ្ញុំនៅក្នុងឃើញធ្វើបន់ឲ្យលោកទៅរកក៏ទៅចុះឃើញកូនក៏ដោយមិនឃើញក៏ដោយត្រូវត្រឡប់មកវិញយករឿងហ្នឹងមកប្រាប់ដល់ខ្ញុំព្រោះខ្ញុំវាមិនដែលដឹងរឿងប្រែតខ្ញុំមានចម្ងល់ចង់សួរកុំភ្លេចត្រូវតែមកប្រាប់ខ្ញុំវិញឃើញដែរមិនឃើញក៏ដោយក៏បានលាផ្ដាំតែប៉ុណ្ណេះលាហើយក៏បាត់សមោលទៅវិញទៅមកបង្ហាញមកផ្លែតចឹងណាញោមប្រែតនោះធ្វើដំណើរដើរគ្រប់ភូមិញោមលិចវាលចូលព្រៃលិចព្រៃចូលវាលដើររមមិនឃើញកូនសោះបែកគំនិតដើររតាមវត្តរតាមវត្តកែងកូនអញធ្វើបន់ឲ្យទៅឯនេះមិនឃើញឯនោះមិនឃើញដើររតាមលោកឆាន់ឲ្យតែឃើញលោកសង្ឃឆាន់ឯណាទៅគេលោកកូនអញធ្វើបន់ឲ្យរមិនឃើញទៀតបែកគំនិតដើររតាមរោងបន់ម្ដងឲ្យតែមានរោងបន់ដើររដើរគិតទៅរាប់ខែណាញោមស្រាប់តែដាក់មកដល់ផ្ទះកូនផ្ទះថ្មីហើយផ្ទះថ្មីឲ្យសាឡាមមនុស្សមកធ្វើបន់ភ្ញៀវគេឡើងរាប់ពាន់នាក់អូយឪពុកម្ដាយត្រេកអរណាស់ដើររកកូនរាប់ខែឥឡូវឃើញកូនហើយឃើញផ្ទះថ្មីកូនហើយវាអស់ចាទៅទៀតចំថ្ងៃកូនធ្វើបន់និយាយពីភ្ញៀវគេមកឡើងរាប់រយរាប់ពាន់នាក់ត្រេកអរណាស់ដូចរអស់ប្រទេសជាហ្គានហ្គាសចឹងណាញោមរអស់ប្រទេសជើងងាប់ល្អណាស់អូយអដល់ពេលចប់បន់ហើយញោមហើយស្រាប់តែប្រែតម៉ែឪហ្នឹងអង្គុយយំដដែលហើយអាម៉េចបានយំហើយអាម៉េចបានយំបើរកកូនឃើញហើយតែត្រេកអាម៉េចបានប្រែតអង្គុយយំដដែលកូនគេដូរសាសនាបាត់ហើយកូនគេចូលលទ្ធិដតីហើយគេជឿតាមគ្រូដឹកនាំហើយគេមិនបានធ្វើតក្ខិណានុបទានចូលទិសចូលវេប្រកេនដូចយើងទេគេជប់លៀងតែឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់ទេគេខ្វល់ខ្វាយតែទទួលភ្ញៀវជប់លៀងតែគ្នាគេទេដូច្នេះបុណ្យនោះរាប់រយតុកមែនប៉ុន្តែខ្មោចម៉ែឪគ្មានបានមួយម៉ាត់ទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់បានឆ្ងាញ់ទេដូច្នេះឪពុកម្ដាយដែលដើររកកូនតម្រាំតែឃើញហ្នឹងណាដល់ពេលរកឃើញហើយនៅតែអត់បានចំណីអាហារមួយម៉ាត់ត្រឡប់ទៅវិញទាំងពោះទៅទេ
កូនគេចូលសាសនាដតីបាត់ហើយជឿគ្រូដតីបាត់ហើយទៅវិញពោះទៅទេដើរបដើយំបដើរៀបរាប់អញឲ្យអញកាលនៅជាមនុស្សរកទ្រព្យសម្បត្តិដើម្បីកូនបនមនានធ្វើសិលមនានធ្វើគេបបួលធ្វើបនធ្វើទៀនខ្លាចអស់លុយអស់កាក់ទៅសិលក៏មិនហ៊ានទៅឥឡូវរស់ស៊ីចាំកូនឲ្យកូនធំធាត់មានមុខមានមាត់ឥឡូវកូនគេធំធាត់មានមុខមានមាត់បានទ្រព្យសម្បត្តិអញស្លាប់ទៅនៅកូនទាំងអស់ដល់អញមករកកូនវិញតែមួយម៉ាត់គេមិនឲ្យអញផងទៅវិញពោះទៅទេឲ្យអញឲ្យតើខែឆ្នាំណានឹងចេញរួចពីកំណើតប្រែតនេះដើរយំពោះទៅទេត្រឡប់ទៅវិញញោមមើលក៏ដែរអភ័ព្វណាស់ក៏នឹកទៅដល់អាជាសត្រូវដែលផ្ដាំអាជាត្រូវផ្ដាំថាបើរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវតែត្រឡប់មកវិញមកប្រាប់នោះក៏បាននាំតំណែងទៅប្រាប់អាជាសត្រូវទៅដល់បង្ហាញខ្លួនឲ្យឃើញមួយសាទៀតអាជាសត្រូវនឹងឯងគ្រាន់តែឃើញឡើងសួរថាម៉េចទៅរកកូនឃើញទេថារកឃើញហើយប៉ុន្តែគ្មានបានចំណីអាហារបរិភោគទេកូនគេមិនបានធ្វើបន់ឲ្យទេគេធ្វើបន់ដែរប៉ុន្តែគេមិនបានចូលឧទ្ទិសចូលវេប្រកេនតាមបែបពុទ្ធសាសនាទេគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេអ្នកនៅរស់តែប៉ុណ្ណោះម្ល៉េះហើយមកវិញទាំងពោះទៅទេបានអាជាសត្រូវនឹកសង្វេគណាឪពុកម្ដាយគ្រប់រូបហើយខិតខំរកទ្រព្យសម្បត្តិដើម្បីកូនអត់ហ៊ានទៅសិលអត់ហ៊ានទៅបន់ខ្លាចខាតពេលវេលារកទ្រព្យដើម្បីកូនបើចំកូនល្អចេះធ្វើបន់ឲ្យទៅគាត់ក៏បានសុខសប្បាយមកកើតជាមនុស្សទេវតាបើកាលណាចំកូនគេមិនគិតមិនគូរទៅមើលដូចអញ្ចឹងកូនសបាយឆ្ងាញ់មាត់តែគ្នាគេឯខ្មោចឪពុកម្ដាយអត់បានសបាយអីទេដូច្នោះហើយបានជាអាជាសត្រូវនឹងដាច់ចិត្តនាំគ្នាប្រកាសធ្វើបន់ជូនដល់អ្នកស្លាប់យើងហៅថាធ្វើបន់ឲ្យប្រែតអនាថាអាជាត្រូវបង្កើតកម្មវិធីបន់មួយត្មងញោមហៅអញ្ជើញប្រែតទាំងអស់ម៉ែឪទាំងអស់ដែលគ្មានកូនណាធ្វើបន់ឲ្យសូមឲ្យមកទទួលបន់នៅកន្លែងនេះមកទទួលទាំងអស់បានគាត់ធ្វើឲ្យទៅប្រែតនឹងរួចពីកំណើតប្រែតមកកើតជាមនុស្សទេវតាមកឡើងព្រួងព្រាតដោយសារណាដោយសារអ្នកដតីគេជួយទេបើសង្ឃឹមកូនខ្លួនឯងទៅទេទាំងអស់អានឹងមកពីអីនឹងឲ្យបធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេត្តាបិតាអត់ទទួលបានទេឆ្ងាញ់តែមាត់អ្នកនៅរស់អ្នកស្លាប់អត់ទទួលបានមកពីធ្វើមិនត្រូវណាញោមណាហេតុហ្នឹងហើយបានជាយើងនាំគ្នាធ្វើតាមបែបពុទ្ធសាសនាមានប្រសង់មានអាចារ្យមកដឹកនាំធ្វើឲ្យត្រូវទី1ចូលប្រគេនផ្ទាល់ទី2យើងអ្នកឧទ្ទិសផ្ទាល់ទី3មេត្តាបិតាហ្នឹងគាត់អ្នកអនុមោទនាហើយបើគាត់មិនដឹងបានយើងត្រូវផ្ដាំផ្ញើតាមទេវតាដោយពាក្យសោតទេវាកន្ធវានិវេទយងទេវតានាំតំណែងទៅប្រាប់ដល់បុព្វការីជនយើងនោះគាត់ដឹងគាត់នឹងអនុមោទនាគាត់នឹងទទួលហើយអញ្ចឹងបើគាត់បានទទួលហើយបុណ្យកុសលនឹងបានដល់យើងទាំងអស់គ្នានេះផងដែរណាញោមដូច្នេះហើយបានជាកម្មវិធីនេះត្រូវមានប្រសង់មានអាចារ្យមានអីមកដឹកនាំឥឡូវកូនចៅក៏បានស្ដាប់